លោកមេភូមិអើយមិនមែនជាខ្លាធម្មតាទេវាធំដូចគោហើយភ្នែករបស់វាឡើងពណ៌បៃតងវាមិនស៊ីសាច់ទេវាគ្រាន់តែខំបំពង់កបើទទូចឈាមអស់រួចក៏បាត់ខ្លួននៅក្នុងអាប់ទៅគ្មានអ្នកណាក្រៅពីព្រានសតទេដែលអាចជួយយើងបានទោះបីគាត់លាងដៃពិសីមានព្រៃយូរក៏ដោយក៏រឿងនេះលើសពីសមត្ថភាពយើងហើយលោកមេភូមិយ៉តជាមនុស្សម្នាក់ដែលអ្នកភូមិគោរពស្រឡាញ់លោកខ្លាំងណាស់ព្រោះលោកតែងតែជួយដោះទុក្ខធុរៈអ្នកភូមិហើយមេភូមិយ៉តក៏ចេះរបៀនអាគមខ្លះៗដែរប៉ុន្តែរឿងនេះវាលើសពីសមត្ថភាពលោកគាត់ដឹងខ្លួនច្បាស់ថាมันអាចកម្ចាត់វាបាននោះទេទើបលោកនិងនីឆេដែលជាព្រានព្រៃវ័យក្មេងក្នុងភូមិបានដើរទៅរកផ្ទះស្បូវនៅចុងភូមិដាច់ស្រយាលពីគេគឺផ្ទះព្រានសតព្រានសតជាអតីតកំពូលព្រានព្រៃដែលល្បីល្បាញបំផុតនៅតំបន់ជួរភ្នំដងរែកកាលពី20ឆ្នាំមុនលោកគឺជាអ្នកការពារព្រៃនិងភូមិឋានប៉ុន្តែក្រោយពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយស្ដេចរាយខ្លាដែលធ្វើឲ្យលោកបាត់បង់ភរិយាជាទីស្រឡាញ់លោកក៏សម្រេចចិត្តលាងដៃពិសីវៀនបំបែកខ្លួនទៅរស់នៅម្នាក់ឯងក្នុងខ្ទមដាច់ស្រយាលហើយព្រានសតមិនត្រឹមជាអ្នកប្រមាញ់សត្វធម្មតានោះទេប៉ុន្តែគឺជាព្រានអាគមដែលការពារអ្នកភូមិពីពពួកអាបធ្មប់និងវិញ្ញាណអាក្រក់ក្នុងព្រៃជ្រៅពេលមេភូមិយ៉តនិងនីឆេនធ្វើដំណើរទៅដល់ខ្ទមដាច់ស្រយាលនោះព្រានសតកំពុងអង្គុយបោសសម្អាតកាំភ្លើងចាស់មួយដើមយ៉ាងស្ងៀមស្ងាត់ខ្ញុំដឹងថាពួកឯងនឹងមកក្លិនប្រក់ពីភ្នំអាកំបាំងនោះវាមកប៉ះនឹងច្រមុះខ្ញុំដឹងថានឹងមានរឿងរ៉ាវចម្លែកកើតឡើងនៅក្នុងភូមិជាក់ជាមិនខានសតអើយបើឯងមិនជួយទេអ្នកភូមិមុខជាស្លាប់អស់មិនខានវាដេញសម្លាប់មិនរើសមុខទេសូម្បីតែគ្រូអាគមក្នុងភូមិក៏ត្រូវវាខំដាច់ក្បាលដែរព្រានសតនៅស្ងៀមបន្តិចរួចគាត់ក៏និយាយទៅថាពួកអ្នកត្រឡប់ទៅផ្ទះវិញសិនទៅរៀបចំសម្ភារៈឲ្យហើយទាំងសងយើងចេញដំណើរទៅព្រៃស្វែងរកកម្ចាត់វាស្ដេចព្រាយខ្លាយើងបានជួបគ្នា20ឆ្នាំហើយលើកនេះឯងចេញមកម្ដងទៀតច្បាស់ជាចង់បញ្ចប់រឿងចាស់ហើយក្នុងខ្ទមងងឹតស្លុងមានតែពន្លឺទៀនក្រមួនព្រានសតចាប់ផ្ដើមរៀបចំអាវុធគ្រាប់កាំភ្លើងអាគមកាំបិតអាគមយកមកសូត្រមន្តដាស់អាគមអិតិពិសោសូមឲ្យកាំភ្លើងអាគមគ្រាប់អាគមអាចទម្លុះស្បែកគង់ស្បែកស្វិតកុងសំណុំទាំងឡាយទាំងពួងទម្លុះគ្រប់ពពួកអមនុស្សទាំងឡាយទាំងពួងដែលមកយាយីអ្នកភូមិសូមឲ្យកំបិតអាគមអាចកម្ចាត់បាននៅពពួកខ្មោចព្រាយបិសាចអាគមខ្មៅងងឹតទាំងឡាយទាំងពួងសូមឲ្យមហាសក្យ័នស្បែកគង់បញ្ចេញឫទ្ធិការពារកុំឲ្យមានអ្វីអាចចាក់ទម្លុះស្បែកខ្ញុំបាននៅសោះ
ពេលអ្នកទាំងបីធ្វើដំណើរចូលព្រៃដើម្បីទៅរកស្ដេចព្រីខ្លាដើម្បីកម្ចាត់វានៅតាមផ្លូវធ្វើដំណើរមេភូមិយោតក៏បានសួរទៅព្រានសតថាព្រានសតតើវាជាខ្លាធម្មតាឬក៏ជាព្រលឹងខ្មោចដើមឡើយគឺជាខ្លាធម្មតាមួយក្បាលដែលមានមាឌធំខុសពីសត្វទាំងពួងវាបានស៊ីសាច់មនុស្សដែលជាគ្រូអាគមដែលចេះវិជ្ជាមន្តអាគមខ្លាំងពូកែទើបវាប្រែក្លាយទៅជាព្រាយខ្លាហើយកាលណាវាស៊ីសាច់មនុស្សបានកាន់តែច្រើនឫទ្ធិអំណាចវាកាន់តែខ្លាំងព្រលឹងមនុស្សដែលវាបានស៊ីខ្លាចជាបរិវារវាហើយបើសិនជាវាបានស៊ីគ្រូអាគមដែលមានវិជ្ជាខ្លាំងពូកែគ្រប់7នាក់វិញគឺលែងមានអ្វីអាចកម្ចាត់វាបានហើយកាលពី20ឆ្នាំមុនខ្ញុំធ្លាប់បានប្រយុទ្ធជាមួយវាដែរពេលនោះខ្ញុំបានយកកាំបិតអាគមចាក់ចំជើងរបស់វាធ្វើឲ្យវារបួសក៏រត់ចូលព្រៃបាត់ទៅតាំងពីពេលនោះមកក៏បាត់ដំណឹងសូន្យឈឹងបើបាញ់វាដោយគ្រាប់កាំភ្លើងធម្មតាវិញបាញ់យើងមិនធ្លាយស្បែកវានោះទេចាំបាច់ត្រូវប្រើគ្រាប់អាគមដែលត្រាំក្នុងទឹកមុន7វត្តហើយបាញ់ឲ្យត្រូវចំកណ្ដាលថ្ងាសដែលបញ្ចេញពន្លឺទើបសង្ឃឹមឈ្នះវាព្រៃជ្រៅដើមឈើធំធំបានពន្លឺថ្ងៃជិតឈឹងសំឡេងសត្វទិញទុយយំនិងសំឡេងជាន់ត្រូវស្លឹកឈើស្ងួតឮប្រោតព្រានសតដើរបណ្ដើរភ្នែករំពៃមើលដានជើងបណ្ដើរកុំដើរឆ្ងាយពីខ្ញុំព្រៃនេះវាចាប់ដើមបំភាន់ភ្នែកយើងហើយដោយព្រានសតគាត់មានញាណពិសេសបានដឹងថាបន្តិចទៀតនឹងមានគ្រោះថ្នាក់មកដល់ខ្លួនស្រាប់តែពេលនោះមានខ្យល់បក់បោកយ៉ាងខ្លាំងមេឃក៏ស្រាប់តែងងឹតមានអាបយ៉ាងក្រាស់ភ្លាមសំឡេងក្រហឹមរបស់សត្វខ្លាបន្លឺឡើងពីគ្រប់ទិសទីព្រានសតនៅឈរស្ងៀមសូត្រមន្តគាថាដើម្បីបង្កើតជាដែនសីមាការពារមានឯងមកឲ្យអញស៊ីដល់ទីនេះឬកាលពី20ឆ្នាំមុនឯងធ្វើឲ្យអញរបួសជើងរបួសនេះនៅមិនទាន់ជាឡើយថ្ងៃនេះអញនឹងយកជីវិតឯងចេញមកអាខ្លាចង្រៃកុំប្រើអាគមបំបាំងកាយបើពូកែចេញមកតូចទុយនឹងមុខមកនៅលើកំពូលភ្នំដែលមានអាប់ខ្មៅងងឹតស្រាប់តែមានខ្លាធំមួយក្បាលខ្លួនធំជាងខ្លាធម្មតា2ដងភ្នែកមានពន្លឺពណ៌ខៀវដើរចេញពីក្នុងព្រៃពេលនោះសំឡេងគ្រាប់កាំភ្លើងរបស់ព្រានឆេនដែលជាព្រានវ័យក្មេងបានលាន់ឮឡើងរំពងពេញព្រៃស្រាប់តែព្រាយខ្លាដែលនៅឈរក្រហឹមនៅចំពោះមុខនោះស្រាប់តែរលាយខ្លួនបាត់ភ្លាមសំឡេងសោចចាប់ដើមលាន់ឮពេញព្រៃ
ភ្លើងធម្មតាពួកឯងមិនអាចធ្វើឲ្យយើងបាននោះទេពួកឯងត្រៀមខ្លួនធ្វើជាខ្មោចយាមព្រៃនេះទៅរំពេចនោះស្ដេចព្រាយខ្លាក៏បង្ហាញខ្លួនវិប្រហាបំបែកដែនសីមារបស់ព្រានសតបានរួចក៏បាត់ខ្លួនទៅម្ដងទៀតមិនយូរប៉ុន្មានវាក៏បង្ហាញខ្លួនម្ដងទៀតលោតមកវិប្រហាព្រានឆេនព្រានសតមិននៅរងចាំយូរក៏បានបាញ់ដោយគ្រាប់កាំភ្លើងអាគមធ្វើឲ្យព្រាយខ្លានោះទៀតផ្លោកហើយក៏រលាយខ្លួនបាត់ទៅម្ដងទៀតពួកឯងមានតែប៉ុណ្្នឹងទេឬពួកឯងមានតែប៉ុណ្្នឹងទេឬពេលនោះព្រាយខ្លាក៏លោតមកទាំងមេភូមិយោធមួយដៃធ្វើឲ្យផ្លោងទៅម្ខាងព្រានសតសូត្រមន្តបន្ថែមដាក់កាំភ្លើងព្រានសតលើកកាំភ្លើងតម្រង់ទៅរកថ្ងាសរបស់ស្ដេចព្រាយខ្លាខណៈវាកំពុងបំរុងនឹងលោតមកបញ្ចប់ជីវិតគាត់កាំភ្លើងនេះមិនមែនសម្រាប់បាញ់សម្លាប់សត្វទេគឺសម្រាប់បាញ់កម្ចាយបិសាចពេលនោះបរិយាកាសក៏ប្រែជាធម្មតាឡើងវិញព្រះអាទិត្យក៏រះមានពន្លឺលោកមេភូមិយោធនិងនាយឆេនក៏បានភ្ញាក់ដឹងខ្លួនឡើងវិញអរគុណព្រានសតណាស់ដែលជួយសង្គ្រោះភូមិយើងរឿងនេះមិនទាន់ចប់ទេមេភូមិស្ដេចព្រាយខ្លាគ្រាន់តែជាអ្នកយាមទ្វារភ្នំប៉ុណ្ណោះនៅមានអ្វីម្យ៉ាងដែលសាហាវជាងនេះក្នុងឡានជ្រៅបំផុតនៃភ្នំនេះខ្ញុំមានអារម្មណ៍ថាវាកំពុងតែសម្លឹងមើលមកយើង